សូមគោរពនឹងជម្រាបសួរទៅដល់ប្រិយមិត្តទូរទស្សនិកជនដែលនិយមទស្សនានៅកម្មវិធីផ្សាយរបស់អគ្គនាយកដ្ឋានទូរទស្សន៍ជាកម្ពុជាជាទីគោរពសូមស្វាគមន៍មកកាន់កម្មវិធីទីក្រុងល្អចរាចរណ៍មានសុវត្ថិភាពដែលកម្មវិធីរបស់យើងគឺតែងតែពំនាំនៅប្រធានបទសំខាន់ដែលទាក់ទងទៅនឹងច្បាប់ចរាចរណ៍ផ្លូវគោកនៅក្នុងព្រះរាជាណាចក្រកម្ពុជាក៏ដូចជាការអភិវឌ្ឍទៅលើវិស័យសាធារណការនៅក្នុងរាជធានីភ្នំពេញដោយឡែកនៅក្នុងសប្តាហ៍នេះកម្មវិធីរបស់យើងនឹងលើកយកប្រធានបទថ្មីមួយទៀតតទៅទីនេះសូមប្រិយមិត្តទស្សនិកជនអញ្ជើញទស្សនាដូចតទៅជារៀងរាល់ឆ្នាំនៅពេលដែលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរកាន់តែខិតជិតមកដល់ប្រជាពលរដ្ឋរាប់ម៉ឺនរាប់សែននាក់នៅរាជធានីភ្នំពេញនឹងមានការរៀបចំផែនការធ្វើដំណើរវិលត្រឡប់ទៅស្រុកកំណើតរបស់ខ្លួនដើម្បីជួបជុំគ្រួសារនិងអបអរសាទរពិធីបុណ្យដ៏សំខាន់ប្រចាំឆ្នាំនេះគ្រួសារខ្លះមានយានជំនិះខ្លួនឯងអាចធ្វើដំណើរដោយខ្លួនឯងបានរីឯគ្រួសារខ្លះទៀតត្រូវការជិះរថយន្តសេវាឯកជនដើម្បីធានាថាការធ្វើដំណើរនេះកាន់តែងាយស្រួលកាត់បន្ថយការចំណាយនិងផ្ដល់សុវត្ថិភាពជូនពលរដ្ឋទាំងអស់រដ្ឋបាលរាជធានីភ្នំពេញបានចាប់ផ្ដើមត្រៀមលក្ខណៈយ៉ាងសកម្មសម្រាប់ដំណើរការផ្ដល់សេវារថយន្តក្រុងសាធារណៈដឹកជញ្ជូនពលរដ្ឋពីរាជធានីភ្នំពេញទៅកាន់បណ្ដាខេត្តផ្សេងៗដោយឥតគិតថ្លៃក្នុងឱកាសពិធីបុណ្យជាតិដ៏សំខាន់នេះគឺជាកម្មវិធីដ៏សំខាន់ដែលប្រមុខរាជរដ្ឋាភិបាលលោកតែងតែផ្ដល់ទំនុកចិត្តមករដ្ឋបាលរាជធានីភ្នំពេញក្នុងការឲ្យរៀបចំនៅរថយន្តក្នុងការដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋហើយការងារនេះអាចថាជាការគិតគូរជាទម្លាប់របស់លោកទៅហើយរបស់ប្រមុខរដ្ឋាភិបាលដែលអនុវត្តតាំងពីអាណត្តិរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនលោកតែងតែគិតគូរអំពីការងារទៅលើជាពិសេសយកចិត្តទុកដាក់ទៅលើបងប្អូនប្រជាពលរដ្ឋហើយការងារដឹកជញ្ជូនរៀបចំរថយន្តក្រុងនេះគឺបន្តរហូតមកដល់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជានៅក្នុងអាណត្តិទី7នេះលោកនៅបន្តឲ្យរដ្ឋបាលរាជធានីភ្នំពេញយើងរៀបចំនៅរថយន្តដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋទៀតដោយមានការចង្អុលដឹកនាំដ៏ខ្ពង់ខ្ពស់ពីសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជារដ្ឋបាលរាជធានីភ្នំពេញបានបញ្ចេញរថយន្តចំនួន600គ្រឿងដើម្បីបំពេញសេវាដឹកជញ្ជូនពលរដ្ឋខ្មែរដោយឥតគិតថ្លៃរយៈពេល6ថ្ងៃចាប់ពីថ្ងៃទី12រហូតដល់ថ្ងៃទី17ខែមេសាឆ្នាំ2026ក្នុងនោះរថយន្តក្រុងចំនួន100គ្រឿងសម្រាប់បម្រើការងារដឹកជញ្ជូនតាមខ្សែរថប្រចាំថ្ងៃក្នុងភូមិសាស្ត្ររាជធានីភ្នំពេញនិងផ្លូវរថឆ្ពោះទៅអាកាសយានដ្ឋានអន្តរជាតិដេជោរីឯ500គ្រឿងផ្សេងទៀតសម្រាប់បម្រើការងារដឹកជញ្ជូនពលរដ្ឋទៅតាមបណ្ដាខេត្តទាំងអស់តាមតម្រាយផ្លូវជាតិនានាក្នុងគោលដៅចំនួន6ដែលចេញដំណើរតាមស្ថានីយ៍ចំណតនិងពេលវេលាដូចបញ្ជាក់ខាងលើជាក់ស្ដែងដូចជាការដឹកជញ្ជូននៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំដែលប្រមុខរាជរដ្ឋាភិបាលលោកឲ្យរៀបចំនេះគឺមិនយកប្រាក់អញ្ចឹងមានន័យថាបងប្អូនអាចចំណេញធំពីរសំខាន់នៃការធ្វើដំណើរចំណេញទី1គឺពាក់ព័ន្ធនឹងការអាចសន្សំថវិកាផ្ទាល់ខ្លួននៃការធ្វើដំណើរបាទសល់លុយទាំងអស់និយាយស្ដាប់ថាសល់ថវិកាទាំងអស់គឺទុកសម្រាប់តែយកទៅជួបជុំក្រុមគ្រួសារទៅកម្សាន្តជាពិសេសគឺនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំទី2គឺសុវត្ថិភាពដែលជាចំណុចសំខាន់គឺរក្សាបាននូវសុវត្ថិភាពពេញលេញនៃការធ្វើដំណើរហើយចរាចរណ៍ក៏កាត់បន្ថយតាមនឹងដែរយើងគិតមើលជាទូទៅបើសិនជាបងប្អូនប្រជាពលរដ្ឋមានចំនួនច្រើនរាប់ម៉ឺនអ្នកក្នុងការប្រើប្រាស់សេវារថយន្តក្រុងនៅក្នុងឱកាសពិធីបុណ្យពីការដឹកជញ្ជូនដែលអត់គិតថ្លៃនេះរៀងរាល់ដងដូច្នេះបើសិនជារាជរដ្ឋាភិបាលមិនបានគិតគូរសួរថាតើយានជំនិះដែលធ្វើដំណើរពីភ្នំពេញទៅតាមបណ្ដាខេត្តនោះតើមានចំនួនប្រមាណនៅលើដងផ្លូវហើយត្រឡប់មកវិញទៀតបញ្ហាចរាចរណ៍ជាបញ្ហាមួយសំខាន់ដូច្នេះប្រមុខរាជរដ្ឋាភិបាលលោកតែងតែគិតគូរហើយអ្វីដែលជាចំណុចសំខាន់គឺដាក់កត្តាប្រជាពលរដ្ឋជាកត្តាអាទិភាពពេលវេលាកាន់តែគៀកមកដល់មន្ត្រីជំនាញបច្ចេកទេសយានយន្តរបស់រដ្ឋកោស្វ័យចិត្តដឹកជញ្ជូនសាធារណៈរថយន្តក្រុង
កំពុងញាប់ដៃញាប់ជើងក្នុងការពិនិត្យថែទាំជួសជុលរថយន្តនិងការលាងសម្អាតជាប្រចាំដើម្បីជាការត្រៀមលក្ខណៈក្នុងបេសកកម្មបម្រើប្រជាពលរដ្ឋនាពាក់កណ្ដាលខែមេសានេះមកដល់ពេលនេះយើងបានត្រៀមរួចរាល់អស់ហើយទាំងកម្លាំងបើកបរទាំងបច្ចេកទេសរថយន្តយើងបានណែនាំអ្នកបើកបរទាំងអស់ដែលត្រូវមានភារកិច្ចក្នុងការដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងកម្មវិធីនៅក្នុងឱកាសពិធីបុណ្យជុំបិណ្ឌដែលនឹងបន្តឆាប់ៗនេះយើងបានណែនាំដល់អ្នកបើកបរទាំងអស់ឲ្យមានភាពទទួលខុសត្រូវប្រយ័ត្នប្រយែងបំផុតផ្ដល់ធ្វើម៉េចផ្ដល់សុវត្ថិភាពនៃការដឹកជញ្ជូនឲ្យបងប្អូនប្រជាពលរដ្ឋធានាឲ្យបាន 100% ឬ 100% តែម្ដងហើយរថយន្តយើងក៏បានត្រៀមលក្ខណៈចូលយានដ្ឋានដើម្បីពិនិត្យមើលលក្ខណៈបច្ចេកទេសទាំងគ្រឿងក្រោមទាំងប្រព័ន្ធភ្លើងហើយត្រៀមរៀបចំសម្អាតពិនិត្យមើលម៉ាស៊ីនត្រជាក់បាទធ្វើម៉េចឲ្យលក្ខណៈរថយន្តគឺមានការថែទាំនិងផ្ដល់សុវត្ថិភាពទាំងរថយន្តនិងផ្ដល់ផាសុកភាពដល់អ្នកដំណើរដែលបានជិះផងដែរពាក់ព័ន្ធនឹងការត្រៀមលក្ខណៈយើងត្រៀមលក្ខណៈអស់ហើយនៅទីតាំងយើងនឹងនៅតែដល់ថ្ងៃគៀកថ្ងៃកម្មវិធីយើងនឹងចល័តរថយន្តដែលបានរៀបចំទាំងអស់ទៅតាមគោលដៅចេញដំណើរទាំង6គោលដៅសំខាន់នៅក្នុងរាជធានីភ្នំពេញដើម្បីត្រៀមថ្ងៃចុងក្រោយហើយសម្រាប់ធ្វើការដឹកជញ្ជូននៅថ្ងៃចាប់ពីថ្ងៃទី12នេះតទៅតែម្ដងដើម្បីឲ្យសេវានេះទៅដល់ប្រជាពលរដ្ឋបានទូលំទូលាយរដ្ឋបាលរាជធានីភ្នំពេញនិងរដ្ឋកោស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុងបានចាប់ផ្ដើមផ្សព្វផ្សាយតាមបណ្ដាញព័ត៌មាននិងបណ្ដាញសង្គមរបស់ខ្លួនការផ្ដល់ព័ត៌មានជាក់លាក់អំពីពេលវេលានិងទីតាំងធ្វើដំណើរគឺជាចំណុចសំខាន់សម្រាប់ការប្រើប្រាស់សេវានេះឲ្យបានប្រសើរហើយសូមបញ្ជាក់ថាបងប្អូនដែលចង់ជិះរថយន្តក្រុងសាធារណៈនេះគឺគ្មានការបង់ប្រាក់និងចុះឈ្មោះមុននោះទេទី1សូមបងប្អូនប្រជាពលរដ្ឋទាំងអស់អាចរក្សាទុកនៅសេចក្តីជូនដំណឹងរបស់សាលារាជធានីដោយពាក់ព័ន្ធទៅនឹងគោលដៅមានន័យថាចាំគោលដៅចេញដំណើររបស់ខ្លួនចង់ទៅខេត្តណាត្រូវចាំគោលដៅអញ្ចឹងយើងមានតែ6គោលដៅធំទេសម្រាប់ពីរាជធានីភ្នំពេញទៅហើយទៅដល់ខេត្តក៏ងាយដែរមានន័យថាទៅដល់ខេត្តចុងក្រោយបំផុតចុះនៅចំណតណាគឺចំណតហ្នឹងហើយគឺត្រឡប់មកវិញក៏ចំណតហ្នឹងដែរអានឹងយើងត្រូវចាំគោលដៅឲ្យច្បាស់ទី1ទី2ខ្ញុំចង់បញ្ជាក់ជូនថាការដឹកជញ្ជូនរបស់យើងនេះបញ្ជាក់ទៀតគឺមិនយកប្រាក់ទេដូច្នេះជាការអំពាវនាវបន្ថែមថាបងប្អូនប្រជាពលរដ្ឋលោកយើងមិនតម្រូវការឯកសារអត្តសញ្ញាណប័ណ្ណឯកសារផ្សេងឬក៏ការចុះឈ្មោះមុនដើម្បីទទួលបានរថយន្តជិះហ្វ្រីនោះអត់ចាំបាច់ទាំងអស់បងប្អូនប្រជាពលរដ្ឋទូទៅទាំងអស់អ្នកណាក៏បានដែរបងប្អូនប្រជាពលរដ្ឋមិនថាភ្ញៀវជាតិយើងខ្ញុំមានបទពិសោធន៍ថែមបន្តិចខ្ញុំបានជួបប្រទេសសូម្បីតែជនបរទេសភ្ញៀវបរទេសលោកធ្វើដំណើរតាមរថយន្តក្រុងជិះដែលអត់គិតថ្លៃដែរកាលពីក្នុងកំឡុងពេលដែលយើងដឹកជញ្ជូនកាលពីឆ្នាំមុនអ្វីដែលសំខាន់ជាងគេគឺរៀបចំតែរបស់របរសម្ភារៈដែលប្រើប្រាស់ផ្ទាល់ខ្លួនដើម្បីយកទៅស្រុកកំណើតឬក៏ទៅកទីតាំងដែលខ្លួនចង់ទៅគឺគ្រប់គ្រាន់ប៉ុន្តែសូមបញ្ជាក់បន្ថែមថានៅពេលរបស់របរសូមជួយថែទាំជួយប្រយ័ត្នប្រយែងរបស់របរផ្ទាល់ខ្លួនដោយសារក្នុងចំណុចនេះជាការអំពាវនាវបន្ថែមដែរកន្លងមកក្នុងការដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋមួយចំនួនតូចទេគាត់តែងតែភ្លេចរបស់នេះមិនមែនជាលើកដំបូងទេតែជាគោលនយោបាយដែលបានរៀបចំជាច្រើនឆ្នាំរួចមកហើយរបស់រាជរដ្ឋាភិបាលកម្ពុជាសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាតែងតែគិតគូរផ្ដល់អត្ថប្រយោជន៍និងគិតគូរពីសុខទុក្ខប្រជាពលរដ្ឋនៅក្នុងឱកាសនៃពិធីបុណ្យធំបើទោះបីជាពេលនេះព្រះឥន្ធនៈមានការកើនឡើងថ្លៃក៏ពិតមែននៅក្នុងសំណេរលើ Facebook សម្ដេចធិបតីក៏បានអំពាវនាវឲ្យពលរដ្ឋមកទទួលសេវាដឹកជញ្ជូនទៅកាន់ស្រុកកំណើតរបស់ខ្លួនតាមរយៈរថយន្តក្រុងសាធារណៈរបស់សាលារាជធានីភ្នំពេញប្រកបដោយសុវត្ថិភាពនិងផាសុកភាពទាំងអស់គ្នាចំនួននៃការគ្រប់គ្រងនៃការជិះមានកំណើនកើនឡើងជារៀងរាល់ឆ្នាំជារៀងរាល់ដងបាទជារៀងរាល់ដងអញ្ចឹងសម្រាប់ចូលឆ្នាំថ្មីឆ្នាំ2026យើងនេះដែលឈានមកដល់នេះខ្ញុំជឿថាបងប្អូនប្រជាពលរដ្ឋលោកនៅតែពេញចិត្តនៅជិះរថយន្តក្រុង free នេះដដែលហើយជឿថាចំនួននឹងមានការកើនឡើងជាង10ដង
ជាមួយនឹងការត្រៀមលក្ខណៈយ៉ាងម៉ត់ចត់សេវារថយន្តក្រុងសាធារណៈឥតគិតថ្លៃរបស់រដ្ឋបាលរាជធានីភ្នំពេញកំពុងរងចាំបម្រើប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះធ្វើដំណើរទៅស្រុកកំណើតនឹងកាន់តែងាយស្រួលនិងមានសុវត្ថិភាពប្រិមត្តទូរទស្សនិកជនលោកអ្នកបានទស្សនារួចមកហើយនៅប្រធានបទរបស់យើងនៅក្នុងសប្តាហ៍កម្មវិធីជាបន្តខ្ញុំបាទសូមបង្វែរអារម្មណ៍លោកអ្នកមកទស្សនានៅប្រការគួរលុបបំបាត់ប្រចាំសប្តាហ៍តទៅទៀតនេះសូមលោកអ្នកអញ្ជើញទស្សនាដូចតទៅទស្សនិកជនបន្ទាប់ពីបានទស្សនារឿងមកហើយសង្ឃឹមថាលោកអ្នកបានជ្រាបជាគំនិតនៅប្រធានបទរបស់យើងនៅក្នុងសប្តាហ៍នេះខ្ញុំបាទក៏សូមថ្លែងអរគុណទៅដល់ទស្សនិកជនដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមទស្សនាកម្មវិធីរបស់យើងតាំងពីដើមរហូតដល់ចប់ឆ្លៀតនៅក្នុងឱកាសនេះខ្ញុំបាទក៏សូមថ្លែងអរគុណទៅដល់ឯកឧត្តមខួនស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងមន្ត្រីដែលបម្រើការនៅសាលារាជធានីភ្នំពេញដែលបានជួយឧបត្ថម្ភគាំទ្រនៅក្នុងកម្មវិធីនេះពីកម្មវិធីរបស់យើងសូមសន្យាថានឹងជួបលោកអ្នកវិញតាមពេលវេលានិងម៉ោងដដែលខណៈពេលនេះខ្ញុំបាទប៉ាងសំណាងរួមទាំងក្រុមការងារសូមអរគុណនិងសូមគោរពលា